JCB ប្រើប្រាស់ល្អស៊ីប្រេងតិចក្នុង1ម៉ោងស៊ីចន្លោះ13លីត្រទៅ14លីត្រក្នុង1ម៉ោងមើលទៅការប្រើប្រាស់ SK គឺធន់សួរខ្ញុំបានឈ្មោះសាវឿនជាមេការគ្រប់គ្រងគ្រឿងចក្ររបស់ក្រុមហ៊ុនបងអ្នកអង្គការសុវិរៈនៅទីតាំងកោះស្ដេចពោធិ៍ជប៉ុននេះសម្រាប់គ្រឿងចក្រ SK JCB នេះក្រុមហ៊ុនប្រើអស់រយៈពេល3ឆ្នាំកន្លងមកហើយរហូតមកដល់ថ្ងៃនេះមកដល់ពេលនេះឥឡូវនេះហ្នឹងគឺយើងប្រើរហូតទៅដល់5គ្រឿងហើយសម្រាប់គ្រឿងចក្រ SK នេះមើលទៅការប្រើប្រាស់ឃើញថា JCB ប្រើប្រាស់ល្អSK គឺធន់ស៊ីប្រេងតិចក្នុង1ម៉ោងវាស៊ីចន្លោះពី13លីត្រទៅ14លីត្រក្នុង1ម៉ោងចាក់ប្រេងម្ដងយើងប្រើបាន2ថ្ងៃយើងចាក់សម្រាប់និយាយថាចាក់មកពេញយើងប្រើបាន2ថ្ងៃជាងទៅ3ថ្ងៃក៏មានដែរតំចៃប្រេងបានមួយចំនួនដែរការប្រើប្រាស់គឺវាអត់មានការល្អអូលអីទេគឺល្អយើងប្រើមួយឆ្នាំ2ឆ្នាំគឺអត់មានបញ្ហាអីទេអាហ្នឹងគឺជាចំណុចល្អរបស់ក្រុមហ៊ុន JCB ទៅលើសេវាកម្មគឺល្អរហ័សលឿននៅពេលដែលមានបញ្ហាក្រុមហ៊ុនមកលឿនអញ្ចឹងចំណុចនេះគឺល្អបំផុតសម្រាប់ខ្ញុំជាអ្នកកាន់គ្រឿងចក្រនិងគ្រប់គ្រងការដ្ឋានគឺល្អគឺព្រោះធ្វើឲ្យការងារយើងវាអត់ស្ទះបើនិយាយពីគ្រឿងបន្លាស់ក្រុមហ៊ុនគាត់តែងតែយករបស់សុទ្ធយកមកដូរយើងមកមួយទៀតខាងក្រុមហ៊ុនក៏មានប្រព័ន្ធតាមដានដូចជាទៅដល់ម៉ោងដូរប្រេងម៉ាស៊ីនទៅដូរគ្រឿងបន្លាស់ខាងក្រុមហ៊ុនតាក់ទងមកហើយគាត់ឡើងមកផ្លាស់ប្ដូរលឿនគឺល្អខ្ញុំគិតថាល្អក្រុមហ៊ុន JCB គឺល្អបន្ទាប់ពីការប្រើមួយរយៈនេះមកខ្ញុំថាពេញចិត្តមកលែងមានការងាររាំងស្ទះគឺដំណើរការទៅមុខជារលូនការដ្ឋានយើងក៏លឿនជាងមុនឥឡូវយើងជិតបញ្ចប់ការដ្ឋានមួយទៀតហើយយើងត្រៀមនឹងបើកការដ្ឋានមួយទៀតបន្ថែមបើយើងឲ្យបន្ទុក 99.9 ល្អ